ប្រហែលថ្ងៃចុងក្រោយមានអារម្មណ៍ថា stress មែនទែនជាមួយនឹងការងារប្រចាំថ្ងៃអញ្ចឹងថ្ងៃនេះដែរក៏សម្រេចចិត្តថានាំខ្លួនឯងទៅកន្លែងដែលយើងចង់ទៅហើយរំសាយអាភាពតានតឹងហ្នឹង trip នេះដែរគឺអត់មានកម្រងតតែសោះតែម្ដងនឹកឃើញក៏វិចបង្វិចឡើងភ្នំតែម្ដងដោយសារខ្ញុំអ្នកកពតអញ្ចឹងចង់ទៅបោះតង់លើកពតអីគឺងាយស្រួលមែនទែនជិះតែបន្តិចគឺទៅដល់កន្លែងបោះតង់ដោយសារ unplanned trip អញ្ចឹងហើយគឺមកតែម្នាក់ឯងឆ្កុយតែម្ដងខ្ញុំមកដល់ក្រុងកពតនេះប្រហែលជាម៉ោង 4 ជាងបងប្អូនដោយសាររវល់នៅផ្ទះតម្រុំទៅរួចដៃបានចេញពីផ្ទះអញ្ចឹងកន្លែងដែលខ្ញុំទៅបោះតង់នេះមានឈ្មោះថាកំពត Top View ជិះពីក្រុងកពតទៅមិនឆ្ងាយប្រហែលទេបងប្អូនគ្រាន់តែផ្លូវឡើងអីវាអង្គួរសមដែរប្រហែលមុនឡើងភ្នំមកដល់កន្លែងទឹកឈូខ្ញុំចូលទិញត្រេនមួយត្រេន E គឺត្រេនធម្មជាតិណាកន្លែងដែលទិញទៅឆ្ងាញ់ខ្ញុំចិត្តតែណែនាំអ្នកនរគ្នាតែត្រេនរបស់គាត់គឺគាត់ដាក់លក់នៅលើផ្លូវចិត្តបានទឹកឈួននៅទល់មុខដំណាក់អីគេនេះដូចវត្តអញ្ចឹងបុនថងរបស់ខ្ញុំប្រហែលខែ6ទៅមកអូនខែ6ដើមខែ6ហ្នឹងអត់ទេចុងខែ6ចូលខែ7ហ្នឹងទិញត្រេនរួចហើយយើងក៏បន្តដំណើរឡើងទៅលើភ្នំបញ្ញាប់មែនតើព្រោះមេឃចិត្តល្ងឹតដោយសារចង់ទៅថត sunset ផងចំពោះផ្លូវឡើងវិញអត់ពិបាកហ្មងបងប្អូនដោយសារឥឡូវគឺគាត់ចាក់បេតុងមកបន្លោះមកម៉ូតូឡើងសូម្បីតែឡានអីក៏គេឡើងដល់លើដែរឡាន pick up តែឡានទៀតឡើងរួចទេចំពោះម៉ូតូអូតូអីកុំភ័យថាឡើងអត់រួចបងប្អូនគឺឡើងរួចគ្រាន់ថាវារៀងពិបាកបន្តិចជិះទៅអាចឈ្ងៀមអញ្ចឹងដោយសារខ្ញុំឡើងទៅគឺឃើញបងមួយក្រុមគឺគាត់ជួលម៉ូតូពីក្រុងកពតជិះឡើងដែរសិតតែម៉ូតូអូតូមកដល់កន្លែងនេះបាសជើងមួយសូនហើយដោយសារអីវ៉ាន់យើងរៀងច្រើនពីក្រោយធ្ងន់ហើយយើងបត់ទៅវាអត់អីឡង់តែវាមិនមែនជាបញ្ហាលើកម៉ូតូរួចក៏បន្តដំណើរទៅមុខទៀតឈៀលជាមួយនឹងបរិយាកាសមេឃចិត្តថ្ងៃលិចមួយសន្ទុះធំយើងក៏បានមកដល់ផ្នែកខាងលើនេះគឺតាន់ពេលដែលកំណត់មែនគឺចង់ថតអាមេឃបរិយាកាសមេឃស្អាតពេលថ្ងៃលិចចឹងមកដល់ភ្លាមយើងស៊ូទៅបោះតង់កុំឲ្យមេឃល្ងឹតតាន់ចឹងហើយនៅនេះដែរតម្លៃតង់ក្នុងមួយនាក់$5បើបរិយាកាសនៅទីនេះគឺពិតជាស្ងប់ស្ងាត់និងស្រស់ស្អាតមែនតើគឺយើងអាចមើលពន្លឺក្រុងកពតពីចម្ងាយបើសិនជាមានគ្នាមកជាធីមដូចក្រុមបងនេះគឺពិតជា chill មែនតើដាក់ចាក់និយាយរឿងក្នុងចិត្តអីចឹងហើយនេះគឺជាអាហារពេលល្ងាចរបស់ខ្ញុំគឺខ្ញុំញ៉ាំអីស្រួលទេដោយសារខ្ជិលវិចខ្ជិលខ្ចប់មកចឹងចាក៏ម៉ោងបាយលក់លាក់មួយទៅញ៉ាំបាយញ៉ាំអីរួចក៏អង្គុយរឹងបែប relax ជាមួយនឹងភាពស្ងប់ស្ងាត់អីចឹងហើយនេះគឺជាទស្សនវិជ្ជាពេលព្រឹកគឺពិតជាស្រស់ស្រាយមែនតើដោយដែលអ្នកនរគ្នាឃើញអញ្ចឹងគ្រាន់ថាពពកអាប់ឯតហោះដ្រូននៅខ្ពស់តិចមិនឃើញគោលបំណងរបស់ខ្ញុំចង់មកឲ្យបានអាពពកអាប់នៅចិត្តតែប៉ុន្តែអត់មាននិស័យសោះហើយបរិយាកាសពេលព្រឹកជិះមានអីទេក្រៅពីញ៉ាំកាហ្វេគយគុណ view មើលទេសភាពហើយក៏មានត្រេនមួយផ្លែដែរញ៉ាំទាំងព្រលឹមតែមើលសុំសួរអ្នកមើលវីដេអូដល់កន្លែងនេះតិចមើល admin ញ៉ាំត្រេនទាំងព្រឹកចឹងអត់លើសណាហើយបើសម្រាប់ admin គិតថាល្មមប៉ុណ្ណឹងញ៉ាំកាហ្វេញ៉ាំត្រេនរួចយើងក៏អង្គុយ chill ជាមួយនឹងទស្សនវិជ្ជាបរិយាកាសស្រស់ស្រាយបែប relax អីចឹងព្រោះពេលវេលាពេលព្រឹកគឺជាពេលវេលាមួយសម្រាប់ថ្ងៃថ្មីដែលផ្ដល់កម្លាំងចិត្តឲ្យយើងអង្គុយគិតនេះគិតនោះ plan អនាគតថាយើងចង់ធ្វើអីយើងនឹងបន្តដំណើរការងាររបស់យើងអីទៀតចឹងហើយចំពោះវីដេអូរបស់ខ្ញុំក៏មកដល់ទីបញ្ចប់ហើយដែរជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ